សកម្មភាពចាក់ធ្នឹមបាទនៅខាងព្រីវែងបាទភូមិស្វាយផ្ទះកពើហា612បាទគាត់យក3បន្ទប់គេងកន្លែងទូភ្ញៀវផ្ទះបាយនិងបន្ទប់ទឹកមួយបាទនៅនេះគេហៅភូមិស្វាយឃុំព្រីសាឡិតបាទស្រុកពីរាំងបាទខេត្តព្រីវែងនឹមក្រោមនេះយើងចាក់20 25បាទយើងក្បាត់មកអេមមកស្អាតចឹងណាបងប្អូនបាទយើងធ្នឹមរបស់យើងណាបាទផ្ទះនេះជាប្រភេទបុកកប៉ាល់បាទកពើហាបុកកប៉ាល់បាទយើងឡើយនេះយើងបុកកប៉ាល់ហើយបាទក្រុមងานងារកំពុងចាក់ធ្នឹមមុនចាក់ធ្នឹមយើងកលនំកលអីមកស្អាតបាទដើម្បីឲ្យដៃយើងរត់ស្មើក៏ដូចជាទុកកម្លៀតបាទដើម្បីយើងចាក់ស៊ីម៉ងទៅបានចូលល្អណាបាទវាមានកន្លែងកម្លៀត cover របស់វាបាទហើយមុននឹងចាក់ក៏យើងបាញ់ទឹកសម្អាតដែរបងប្អូនណាបាទបាញ់ទឹកសម្អាតនិងលាងដែកក៏ដូចជាឲ្យដែកមានសំណើមដើម្បីយើងចាក់បេតុងទៅខាំគ្នាល្អបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណេះទេបងប្អូនបាទចាំមើលពេលផ្ទះបានឡើងជើងអសក៏ដូចជាមានសកម្មភាពឲ្យប្រែប្រួលទៀតខ្ញុំថតជាបន្តទៀតបាទអរគុណច្រើន